và chụp đẹp suốt đôi chia số đây bảo ổn ở kia là đi dùng khăn cả trên chém món và thay này đắt nhưng mà trên video chỉ cả update trung món bật nhóm đây cả chạ sạp nơi bát trung bảo ổn ngàyนี้ก็ខ្ញុំមកចង់ប្រាប់បងប្អូនអរគ្នាអំពីមូលហេតុដែលខ្ញុំធ្វើការចាក់សាបក៏ដូចជាអត្ថប្រយោជន៍នៃការចាក់សាបបាតត្រង់ផងដែរអញ្ចឹងនៅតាមការសង្កេតរបស់ខ្ញុំនៅពេលដែលមុនខ្ញុំចាក់សាបហ្នឹងខ្ញុំសង្កេតឃើញថាវាមានក្លិនឈួលបងប្អូនវាមានក្លិនឈួលនៅក្នុងទ្រុងហ្នឹងអញ្ចឹងវាធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពមាន់ហើយម្យ៉ាងវិញទៀតក៏ពិបាកនៅក្នុងការបោសសម្អាតផងដែរដូច្នេះក៏ខ្ញុំបានសម្រេចចិត្តនៅក្នុងការចាក់សាបនេះតែម្ដងហើយក៏ខ្ញុំបានចំណាយដើមទុនបន្តិចបន្តួចសម្រាប់ធ្វើការចាក់សាបដោយបងប្អូនឃើញក្នុងវីដេអូហើយនេះនៅក្នុងរូបភាពវីដេអូហ្នឹងគឺជាពូរបស់ខ្ញុំគាត់តំណេក៏គាត់មកជួយហើយនៅក្នុងការចាក់សាបហ្នឹងទ្រុងមន់របស់ខ្ញុំបងប្អូនដឹងស្រាប់ហើយវាមានបណ្ដោយប្រហែលជា4ម៉ែត្រទេហើយនឹងទទឹងប្រហែលជា2ម៉ែត្រជាងអីទេចឹងបងប្អូនអញ្ចឹងនៅក្នុងការធ្វើការចាក់សាបនេះខ្ញុំប្រើប្រាស់ស៊ីម៉ង់អស់1ការុងហើយខ្សាច់ប្រហែលជា1គីបទេបងប្អូនខ្សាច់ប្រហែលជាមិនដល់1គីបទេបងប្អូនអញ្ចឹងខ្សាច់ខ្ញុំយកមក1គីបវានៅសល់ច្រើនដែរបងប្អូនអញ្ចឹងខ្ញុំវាយក្នុងការចំណាយក្នុងការចាក់សាបបាតទ្រុងមន់របស់ខ្ញុំវាអស់ប្រហែលជា60000ទេបងប្អូនប្រហែលជា6ទៅ70000នៅក្នុងការចាក់សាបដោយសារយើងស៊ីម៉ង់1ការុង20000ហើយខ្សាច់1គីបវា50000បងប្អូនអញ្ចឹងវាប្រហែលជា70000ខ្ញុំធ្វើការចាក់សាបហើយដោយសារតែទី1វាពិបាកក្នុងការបោសសម្អាតផងហើយទី2វាធ្វើឲ្យមានក្លិនឈួលនៅពេលដែលមន់ឡើងដេកនៅក្នុងទ្រុងហ្នឹងទៅវាមានក្លិនឈួលពីក្រៅមកអញ្ចឹងបងប្អូនហើយមួយទៀតនៅពេលដែលអត់តន់ចាក់សាបយើងអត់សូវឃើញមានកខ្វក់ទេដោយសារតែវាជុះទៅវាជាប់នឹងដីអញ្ចឹងបងប្អូនអញ្ចឹងនៅពេលដែលយើងធ្វើការចាក់សាបទៅនៅពេលដែលលីមួតមន់វាជុះទៅយើងឃើញកខ្វក់ហើយយើងអត់សោបានបោះសម្អាតជាក់ស្ដែងនៅក្នុងការធ្វើជាវីដេអូនេះគឺថ្ងៃទី2ហើយដែលខ្ញុំបានមានពេលធ្វើជាវីដេអូនេះអញ្ចឹងខ្ញុំសង្កេតឃើញថាខ្ញុំឧស្សាហ៍បានបោះសម្អាតដោយសារថាវាងាយស្រួលការបោះផងហើយយើងមើលទៅឃើញវាកខ្វក់ផងហើយក៏ចង់បង្ហាញថាអត្ថប្រយោជន៍នៃការចាក់សាបនេះផងដែរការចាក់សាបនេះធ្វើឲ្យកន្លែងរបស់យើងស្អាតហើយវាមិនសូវបង្កជាមេរោគមានក្លិនឈួលដូចអ្វីដែលខ្ញុំបាននិយាយអញ្ចឹងហើយជាក់ស្ដែងវីដេអូចុងក្រោយនេះគឺខ្ញុំបានថតនៅថ្ងៃទី2បន្ទាប់ពីការធ្វើការចាក់សាបហើយបងប្អូនអញ្ចឹងនៅក្នុងថ្ងៃនេះក៏អត់មានវីដេអូអីច្រើនដែរគ្រាន់តែចង់ថតបង្ហាញអំពីការអាប់ដេតទ្រុងមន់ហើយនឹងពីអត្ថប្រយោជន៍នៃការចាក់សាបបន្តិចបន្តួចហើយគោលដៅរបស់ខ្ញុំនឹងធ្វើការអាប់ដេតទ្រុងមន់របស់ខ្ញុំជាបន្តទៀតដោយអ្វីដែលខ្ញុំបាននិយាយកាលពីវីដេអូមុនអញ្ចឹងគោលដៅរបស់ខ្ញុំនៅក្នុងការចិញ្ចឹមមន់នេះចង់ឲ្យធ្វើជាលក្ខណៈការចិញ្ចឹមជាស្តង់ដារមួយសម្រាប់បងប្អូនដែលចង់ចិញ្ចឹមមន់ជាលក្ខណៈគ្រួសារមេ4-5ក្បាលទៅ10ក្បាលហ្នឹងដែលភាគច្រើនបងប្អូនចិញ្ចឹមមន់ជាគ្រួសារគាត់ចិញ្ចឹមពីប្រភេទមន់ជុលអញ្ចឹងបងប្អូនchứ còn chăm tràn thế còn chăm tịch tịnh chứ nhầm trong thua chỉ tăng đa nâng muối là bây bọc ôn chăm ngoan tới hỏi bàn cao từng ọt này hơi nâng tôi bàn thả giao pika chăm chăm mòn nâng từng ọt này
ទៅខ្ញុំធ្វើជា channel នេះឡើងហើយនឹងធ្វើការចិញ្ចឹមមាន់ព្យាយាមរិះរោបនៅចំណេះដឹងផ្សេងឬក៏កន្លឹះផ្សេងដើម្បីឲ្យការចិញ្ចឹមរបស់បងប្អូនទទួលបានជោគជ័យហើយខ្ញុំសង្ឃឹមថាអ្វីដែលខ្ញុំធ្វើកន្លងមកនេះក៏អាចមានផលប្រយោជន៍ដល់បងប្អូនទាំងគ្នាបានខ្លះហើយខ្ញុំនឹងព្យាយាមធ្វើការអាប់ដេតនិងរិះរោបនៅចំណេះដឹងថ្មីចែកជូនទៅដល់បងប្អូនទាំងអស់គ្នាទៀតហើយនៅក្នុងវីដេអូនេះដូចជាអត់មានអីច្រើនទេបងប្អូនមានតែប៉ុណ្្នឹងហើយសូមជូនពរបងប្អូនសុខភាពល្អទទួលបានភាពជោគជ័យនៅក្នុងការចិញ្ចឹមមាន់របស់បងប្អូនហើយគណៈពេលនេះដែរខ្ញុំបានសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបន្តទៀត